បាទសួស្តីបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដែលជាអ្នកបង្រៀន Excel ឬក៏ជាអ្នករៀន Excel អញ្ចឹងណាបាទហើយពិបាកនៅក្នុងការរកទិន្នន័យមកសាកល្បងថ្ងៃនេះខ្ញុំសូមបង្ហាញនៅ website មួយដែលអាចជួយបង្កើតទិន្នន័យគំរូឬក៏យើងហៅថា generate ទិន្នន័យសម្រាប់យើងនឹងទៅតាមអ្វីដែលយើងចង់បានបាទអញ្ចឹងយើងចូលមកកាន់ website នឹងតែម្ដងបាទអញ្ចឹងសម្រាប់បងប្អូនប្រើប្រាស់ website នេះគឺអត់តម្រូវឲ្យយើងចុះឈ្មោះអីទេគឺគ្រាន់តែយើងបើកចូល website គឺប្រើតែម្ដងខ្ញុំបញ្ជាក់ជូនសម្រាប់ website នេះគឺមានពីរជម្រើសសម្រាប់បងប្អូនបើសិនជាបងប្អូនពេញចិត្តយើងអាចទិញសេវាកម្មរបស់គេប៉ុន្តែបើសិនជាយើងគ្រាន់តែចង់សាកល្បងជាមួយនឹងទិន្នន័យមានចំនួនកំណត់បាទបងប្អូនអាចប្រើប្រាស់ free អញ្ចឹងណាបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ជូនសម្រាប់ការប្រើប្រាស់ free គឺយើងអាចបង្កើតទិន្នន័យបានត្រឹមតែ1000 record ទេបាទអូខេឥឡូវយើងចូលទៅបាទមុខងារនៃ website នឹងតែម្ដងបាទអញ្ចឹងនៅក្នុងនេះគឺគេមានfield មាន time មាន option អីចឹងទៅបាទក្នុងនេះគឺខ្ញុំចង់បាននៅតារាងទិន្នន័យបន្ទុសិស្សដែលមាន ID ដែលខ្ញុំកំណត់ថាជាលេខរៀងបាទហើយ first name last name បងប្អូនស្គាល់ហើយកន្លែង email នេះគឺខ្ញុំ remove ចេញខ្ញុំអត់ទាន់ប្រើទេអញ្ចឹងបងប្អូនចុចកន្លែងសញ្ញាខ្វែងដើម្បី remove ចេញអញ្ចឹងណាបាទអ្វីដែលខ្ញុំចង់ទុកហ្នឹងគឺតាក់ទងទៅនឹង gender ហើយនឹង score បាទអូខេឥឡូវយើងកន្លែង gender នេះមិនបាច់ទេកន្លែង IP address ខ្ញុំដាក់ score វិញជាក់ស្ដែងបងប្អូនក៏អាច add ថ្មីក៏បានប៉ុន្តែខ្ញុំអត់ចង់ add ថ្មីខ្ញុំធ្វើការ edit តែម្ដងបាទយើងជ្រើសរើសយក number អញ្ចឹងណាបាទពួកអីយើងតាក់ទងទៅនឹងពិន្ទុសិស្សអូខេអញ្ចឹងកន្លែងនេះបងប្អូនកន្លែងទៅមើលកន្លែង option min កន្លែងនេះគឺតូចបំផុតប្រហែលដែលយើងចង់បានលេខឡើងឬក៏លេខចុះអញ្ចឹងណាអញ្ចឹងតកតងទៅនឹងកន្លែងនេះគឺខ្ញុំចង់បានពិន្ទុចាប់ពី10ឡើងទៅរហូតដល់100បាទគឺជាលេខធំបំផុត100អញ្ចឹងណាហើយតូចបំផុត10អីអញ្ចឹងទៅអូខេអញ្ចឹងបន្ទាប់មកទៀតបងប្អូនអ៊ំក្រោមយើងនឹងឃើញនៅកន្លែង row កន្លែង row នេះគឺជាចំនួនទិន្នន័យដែលយើងចង់បានជាក់ស្ដែងសម្រាប់ free គឺយើងអាចបង្កើតបានត្រឹមតែ1000ទេហើយនឹងតូចជាងនឹងទៅតាមបងប្អូនកំណត់អញ្ចឹងណាប៉ុន្តែអាចលើ1000ទេបាទតកតងទៅនឹង format គឺជាកន្លែងដែលយើងចង់ export file ចេញជាអីនោះនេះគឺគេមានបាទ CSV JSON SQL បាទមាន Excel ឥឡូវយើងជ្រើសរើសយក Excel បន្តមកទៀតបងប្អូនចុចនៅកន្លែង Generate Data បាទយើងរងចាំបន្តិចបន្ទាប់ពី Generate រួចរាល់ខាង browser នឹងធ្វើការ download automatic តែម្ដងបាទអញ្ចឹងបងប្អូនចុចនៅកន្លែងនេះដើម្បីមើលទិន្នន័យរបស់យើងដែលបាន download រួចរាល់អូខេនេះគឺជាតារាងទិន្នន័យឧទាហរណ៍ចំនួន1000 row ដែលមានលេខរៀងមាន first name last name gender ហើយនិង score អីចឹងសម្រាប់បងប្អូនដែលជាអ្នកបង្រៀនខ្ញុំជឿជាក់ថាងាយស្រួលមែនទែនហើយមិនត្រឹមតែប៉ុណ្ណេះទេសម្រាប់បងប្អូនដែលចូលចិត្ត generate ទិន្នន័យបែបស្មុគស្មាញអញ្ចឹងណាបាទអញ្ចឹងបងប្អូនក៏អាចប្រើប្រាស់ website មួយនេះដើម្បី generate ទិន្នន័យបានជាក់ស្ដែងខ្ញុំឧទាហរណ៍មួយថាខ្ញុំចង់ generate នៅបាទតារាង user មួយអញ្ចឹងណាដែលមាន ID username បាទ first name last name email ហើយនិង password អីចឹងទៅជាងកន្លែងនេះយើងវាយ email វិញបាទយើងយក email ហើយខាងក្រោមទៀតយើងយក password ចឹងណាបាទយើងផ្លាស់ប្ដូរប្រភេទទៅតាមនឹងទៅកន្លែង password នៅពេលដែលយើងជ្រើសរើសយក password អូខេបាទអញ្ចឹងនេះគឺជាតារាងទិន្នន័យបាទអធិស្ឋានគឺខ្ញុំបានចុចខុសនៅកន្លែង email ចឹងណាកន្លែងនេះគឺមាន option email សម្រាប់បងប្អូនជ្រើសរើសបានប៉ុន្តែខ្ញុំចុចខុសចឹងទៅវាចេញទៅជា page ដដែលបើជាក់ស្ដែងយើងសម្លឹងទៅមើល password គឺគេ generate automatic តែម្ដងសម្រាប់យើង